ធរបំភ្លឺនៅហេតុសុខចម្រើនសម្ដែងធរជាមង្គលដល់មនុស្សទាំងឡាយដែលមានការជ្រះថ្លាកោតសរសើរពីបញ្ញាបាធិតគ្នារហូតលឺដំណឹងទៅដល់កបិលមហាព្រំក្នុងសម័យនោះឯងប្រជាជនទាំងឡាយគេកំពុងតែគោរពបូជាទៅលើសាសនាព្រាហ្មណ៍ឬហៅថាគោរពបូជាព្រះព្រំជាពិសេសការគោរពកបិលមហាព្រំនោះក៏បានចុះមកដល់ដោយបានដាក់កិច្ចសន្យាជាមួយនឹងធម្មបាលកុមារថាយើងនឹងសួរឯងសេរីទាំង3ប្រការតើសេរីទី1សេរីសួស្តីពេលព្រឹកនៅត្រង់ណាទី2សេរីសួស្តីពេលថ្ងៃនៅត្រង់ណាពេលល្ងាចតើសេរីសួស្តីនៅត្រង់ណាបើអ្នកឯងឆ្លើយបញ្ហានេះបានយើងនឹងកាត់ព្រះសិរស័ក្តិពោលគឺកាត់ក្បាលរបស់យើងដើម្បីថ្វាយបូជាប៉ុន្តែបើសិនជាអ្នកឯងឆ្លើយសំណួរនេះមិនបានទេនោះយើងនឹងត្រូវកាត់ក្បាលអ្នកឯងវិញសេចក្តីនេះអស់7ថ្ងៃនឹងត្រូវផុតកំណត់កបិលមហាព្រំថានឹង7ថ្ងៃទៀតនឹងត្រឡប់មកយកចម្លើយរកមិនឃើញសោះអស់7ថ្ងៃ6ថ្ងៃថ្ងៃស្អែកជាថ្ងៃទី7ធម្មបាលកុមារតលតម្រេះណាស់ក៏បានកិច្ចភៀសខ្លួនទៅពួនសំងំក្នុងព្រៃមួយនៅក្រោមដើមត្នោតនៅក្រោមដើមត្នោតនោះនៅលើដើមត្នោតមានទេវតា2អង្គក៏បានប្រែក្រឡាមួយជាថ្មាតញីមួយជាថ្មាតឈ្មោលឯកសារខ្លះថាជាឥន្ទ្រីថ្មាតញីខ្លែងធ្វើជាសួរថ្មាតឈ្មោលថាតើស្អែកយើងនឹងបានអ្វីបរិភោគឈ្មោលថាបរិភោគសាច់ធម្មបាលចុះយ៉ាងម៉េចក៏បានទៅជាបរិភោគសាច់ធម្មបាលទៅវិញថាគេកាត់កហើយស្អែកនឹងឆ្លើយសំណួរប្រស្នាគេមិនបានយីធម្មបាលកុមារនឹងមានបញ្ញាបកែណាស់មិនក៏ឆ្លើយមិនបានតើប្រស្នានោះយ៉ាងណាឯងអាចប្រាប់បានទេថ្មាតឈ្មោលថាមានតែបបាអីគេសួរថាសេរីសួស្តីពេលព្រឹកនៅតាណាហ្នឹងណាសេរីសួស្តីពេលព្រឹកគឺនៅនឹងមុខហេតុនោះបានជាមនុស្សភ្ញាក់ឡើងត្រូវយកទឹកលុបមុខហើយពេលថ្ងៃសេរីសួស្តីនៅឯណាគឺនៅនឹងដាស់ទ្រូងហេតុនោះបានជាមនុស្សយកទឹកស្រោបទ្រូងឯពេលយប់ពេលល្ងាចពេលយប់នោះសេរីសួស្តីនៅនឹងចុងជើងហេតុនោះបានជាមនុស្សយកទឹកលាងជើងគ្រាន់តែប្រស្នាប៉ុណ្ណេះឯងហ្នឹងណាការជំនុំគ្នាបែបនេះទៅវាហាក់ដូចជាបានប្រាប់ដល់ធម្មបាលកុមារដែលកំពុងតែអង្គុយស្ដាប់នៅក្រោមដើមត្នោតហ្នឹងបានដឹងរឿងសេចក្តីនោះក៏ត្រឡប់មកវិញស្អែកឡើងកបិលមហាព្រំមកសួរចម្លើយក៏បានឆ្លើយសេចក្តីនេះចប់សពគ្រប់ទើបកបិលមហាព្រំនោះឯងគោរពតាមពាក្យសន្យានឹងត្រូវកាត់ក្បាលបូជាធម្មបាលកុមារវិញហើយក៏បានហៅអស់បុត្រីទាំង7អង្គមកជុំគ្នាហើយឲ្យយកពានមាសមកដោយផ្ដាំផ្ញើឲ្យកូនចៅនឹងទទួលយកព្រះកេសព្រះសីស័កនេះយកទៅតម្កល់ទុកនៅនឹងភ្នំកៃឡាសក្នុងមណ្ឌពភ្នំហើយឲ្យកូនចៅដាក់វេនគ្នាទៅតាមសង្ក្រានបើចំថ្ងៃណាបានបញ្ជាក់ថាបើសង្ក្រានចូលចំថ្ងៃអាទិត្យត្រូវនាងតុងសាទេវីជាបុត្រីច្បងមានភារៈកិច្ចចុះមកថែរក្សាមនុស្សលោកចុះមកដង្ហែគោរពព្រះសីស័កនេះបើសង្ក្រានចំថ្ងៃច័ន្ទត្រូវនាងគូរាគៈទេវីបើសង្ក្រានចំថ្ងៃអង្គារត្រូវនាងរាខ្យសាទេវីបើសង្ក្រានចំថ្ងៃពុធត្រូវនាងមណ្ឌាទេវីបើសង្ក្រានចំថ្ងៃប្រហ័សត្រូវនាងកិរណីទេវីបើសង្ក្រានចំថ្ងៃសុក្រត្រូវនាងកិមេរាទេវីបើសង្ក្រានចំថ្ងៃសៅរ៍ត្រូវនាងមហោធរាទេវីជាបុត្រីពៅទី7អ្នកមានភារៈចុះមកអាស្រ័យរឿងរ៉ាវនេះហើយបានជានៅក្នុងឆ្នាំនេះត្រូវសង្ក្រានចំថ្ងៃអាទិត្យត្រូវភារៈបុត្រីច្បងគេគឺតុងសាទេវីចុះមកយើងក៏នាំគ្នារៀបចំទទួលដំណើរទេវតាតាមបែបរឿងរ៉ាវនេះឯងណាអង្គម្ចាស់សូមនិមន្តជ្រាបឆេកោអនុធេរៈណាមនាលអនុថែដ៏មានបញ្ញាឆ្លាតវៀងវៃហ្នឹងអាចឆ្លើយដោះសារនៅអាប្រស្នានេះល្មមនឹងញាតិញោមស្រីប្រុសទាំងអស់ស្ដាប់បានខ្ញុំកណានៅមានសេចក្តីសង្ស័យណាដែលលោកអ្នកប្រាជ្ញទាំងឡាយណាលោកបានរៀបចំប្រពនៅក្នុងសេចក្តីនេះ
อารับเหวัดทองอาวุโสนุเทเรมันนี้ละนุไทยดำเนินอายุแต่ซับบรอนะโลกเนี่ยปลายจังลายเดี๋ยวจองกรองบานประรบนเรื่องให้เตียงนี้เดี๋ยวเตี้ยตัวหนึ่งเรื่องราวกับบาลมหาพรหมน้องตาเมียนต่ำไหลอบรมโดยมาได้นะสำหรับสังคมขมายยืงกับนำจ่าสมบ่อสลายดำใบเอาเงียบยุ้มใส่เพราะว่าบานย้อนหนุกน้องกระเตะนั่งนะปลุกเนี่ยสมได้ยีรีพร้อมนั่งหรือมอมสดับบานหอยปนเตะเตี้ยตัวแต่หนึ่งเรื่องราวชีวิตใช้คือเนื้อปรุงมันศาสนาปนเตยยืงกรุบปฏิบัติสำหรับปีนี้เจียดขมายยืงแต่เมียนต่ำไหลนะสำหรับอบรมดอลสังคมขมายโกนขมายยืงอย่างไม่ได้หักในอนุทัยสมวิสัยจีเนียกันนะบ่อปิดประกลมาจ้าดอจุมรานเนี่ยดำจุมกาจองบานพลายกาเนี่ยทั่วสายก็จองบานเสือกาบังการเรื่องราวเซงเซงจ้าโบราณแต่บังกอบแต่ดอยกลุ่มนิดอบรมปงปูนะสมใบสุเพียสัตสมใบปีปะดาวสมใบปีเรียลกำรองแก้วเขมงโซดเลงก็บังกอบแต่ดอยอัตเนยอบรมตูเมียนเปลี่ยนปะดาวดอลเขมงจุมนอนคราวได้บ้านเชียเกเอาตำไลปีปิดระบอโดนตาเชียเกตนะพรระบอจีดจีระบอเมียนตำไลสำหรับจีดกัดไลมันบานจำนายเรื่องราวได้เกลือกลางขนมกรรมวิธีบนเซงเซงก็สัดสังแต่เมียนอัตเนยบังกอบโดยนี้คือบังกอบดำไลเรื่องหรืออัตเนยอบรมจมพูกับบาลมหาพรหมนิวิญบายืงกัดเรื่องราวอันบันมันนี้คือจีตามประพบเรื่องราวแต่เมียนมอบขนมมหาสังการโสดหรือหายขนมสังการนโสดปันตายจอกกะเตะท่อนังตำไลอบรมตามเมียนประยาวอย่าไว้คลาดอลสังคมมนุษย์นี่คือเมียนปิดประกอบจอมพัวมนุษย์นาได้พิจารณารมปังโรคตำไลอันนังบานเคยตำไลเบอร์กรอนแต่สดับดำใบเศร้ากำซานหรือก็กรอนแต่ยุลกรอนแต่ลือนุเตมันอาจดังปีตำไลในการอบรมนุลายเรื่องกับบาลมหาพรหมบาสันจะยังกัดตามใบประพุทธศาสนาคือเชียสิกได้เปรียบเทียบตบัดทาขนองประพุทธศาสนาเทวดาประอันประพรหมเปลได้โลกสกุลเตอร์หอยคือมันเมียนซอลสะซอบมันเมียนซอลประแกสำหรับเกตังไฮเกกรบโบเชียตีปันแต่เรื่องราวนี้เมียนคือเอาเยื้องพิจารณาเรื่องราวแต่งนี้ประพรหมเมียนโกนดอลแต่ปรำปียังหาทำเมียนบดไตรปรำปีปันแต่ไม่ก็มันเคยเมียนแพริยีจังอัตเนยตำไลปังกอบในขนมพระพุทธศาสนายืงเปรียพรมคือตำนางเอาเมียดาใบดาพระพรมนี้เกี่ยแปลทัจุมโรคตีกระไลสำหรับชโรคดอกประสาจุมโรคดอกประสาปูลคือเมียดาใบดาระบยืงบ้านจะยืงเลิกล้างปีพระพรมในขนมกาเนาะมนุษย์เชื่อศาสนาพรมบ้ามนุษย์เชื่อศาสนาพรมขนมพระพุทธศาสนาเมตตาใบดาก็โลกจัดตกเจียบประพรมได้ปีปรุโลกเมียนปรุมวิหิรทอตังบุญคือเมตตาการณามุติตานังอุเปกขาบายืงกรบเอาตำไลเตลือเทวดาจิตถมขนมพระพุทธศาสนาก็เอาตำไลเมตตาใบดาจีปปฏิเวียจิติปดาดาวมุนกีตังอ๋อบายืงเอาตำไลลูกครูอาจารย์จิตถมขนมพระพุทธศาสนาลูกจัดตกธรรมเมตตาใบดาก็จิครูอาจารย์ขางดามบายืงเอาตำไลพระพุทธศาสนานี้คนพระพุทธจิตถมพระพุทธก็ตรงสำแดงปราบเอาตำไลเมตตาใบดาจีเปรียขนมเตี้ยสำหรับคนใจได้จังกับบาลมหาพรหมนี้เมียนในท่าเชียปกเชียมาได้ระบอยืงหายจำนายโกนคือบทไตรแตงปรำปีอย่างนู้แตงปรำปีเนี่ยนู้คือดำนางเอาทั้งไงแตงปรำปีทั้งไงแตงปรำปียืงเชียโกนเชียใจกัวตายเรียบจอมดะเวนคณีดำใบทายดาซากาปีจิงจำตุ่มนกบำรองจองประดามดอลเมตดาใบดาระบอยืงเจตทานุกเตเตียงเจนมาปีเรื่องท่าอมบาลเทวดาได้ยืงกรบโบเชียโลกนะเนาะโลกในแต่กรบปะใบดาโลกอย่างหายนะมวยน้ำก็โลกจืนยืงมกมาดองดังใบกรบโบเชียปะใบดาโลกได้เจ้ายืงนอมขณีกรบเทวดากรบปะพรมจิตถมยืงเคยจิตทานุกเตปฏิบัติตามเตอทำบาลพรมแม่คงตะกรบปะใบดาเจ้ายืงเชียมนุษย์สามัญเมียนเมตตาใบดาได้ไม่ก็ยืงเจ้าเมตตาใบดายืงโยลุมนอมตามตัวใบเนี่ยเมียนกัจกางเงียแต่ในตีจิตตีชงายอย่างนะดอลเปลไฮมอนวสันตระเดอโดยเฉพาะคือเกตายแต่เตอสรบกำนาด
ស្រុកកំណើតគឺជាកន្លែងកប់សុករបស់យើងកើតនៅកន្លែងណាគេកប់សុកនៅកន្លែងនោះគេហៅថាស្រុកកំណើតទីកន្លែងកំណើតជាមាតុភូមិយើងនឹករលឹកអញ្ចឹងយ៉ាងហោចណាស់មួយឆ្នាំបានម្ដងនាំគ្នាទៅថ្វាយបង្គំទៅសំពះគោរពទំនុកបំរុងខ្ចង់ផ្ដើមដល់មេត្តាបិតាទៅតាមលំនាំនៃកបិលមហាព្រហ្មនោះឯចំណែកសេរីសួស្ដីទាំង3យ៉ាងបើយើងពោលតាមបែបព្រះពុទ្ធសាសនាយើងថាចង់ឲ្យកើតសេរីសួស្ដីគឺយកទឹកមកលុបមុខទឹកនេះជាតំណាងភាពត្រជាក់ត្រជុំទឹកនេះជាធាតុនាំឲ្យកើតរូបធាតុទាំងឡាយទាំងពួងមានភ្លើងមានខ្យល់ជាដើមរហូតដល់មានជីវិតនៅលើលោកនេះបានគឺអាស្រ័យដោយសារទឹកទាំងអស់ទាំងរុក្ខជាតិទាំងមនុស្សសត្វទឹកជាតំណាងភាពយុត្តិធម៌ដូចជាជាងសំណង់គេដាក់កែវស្ទង់សម្រាប់ស្ទង់ដើម្បីយកតាមទឹកជាតំណាងភាពយុត្តិធម៌ស្មើគ្នាមិនមានលំអៀងទឹកអាចបន្ទោបង់នៅសេចក្តីក្រវល់ក្រវាយមនុស្សដែលក្តៅក្រហាយឲ្យត្រជាក់បានមនុស្សដែលមានការស្រេកឃ្លានអាចបរិភោគទឹកបាននៅភាពត្រជាក់ត្រជុំទឹកជានិមិត្តរូបសេរីសួស្តីដែលគេនិយមយកមកប្រើពេលអភិសេកស្រោចទឹកមេត្តាបិតាពោលគឺអភិសេកមេត្តាបិតាគឺដោយសារទឹកព្រះសង្ឃគ្រប់ព្រះអង្គកាលណាបើបានស្រោចព្រះសុគន្ធភារីដើម្បីតម្លើងទៅជាចៅអធិការបច្ច័យអធិការស្រោចព្រះសុគន្ធភារីគឺស្រោចទឹកឡើងជាអនុគុណព្រះអនុគុណស្រោចទឹកអាចឡើងទៅជាមេគុណព្រះមេគុណស្រោចស្រុបព្រះសុគន្ធភារីឡើងទៅជាសម្ដេចព្រះសង្ឃរាជសូម្បីតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាការឡើងគ្រងរាជនៃព្រះករុណាជាអង្គម្ចាស់ក៏គេត្រូវប្រើទឹកនេះដែរទឹកនេះជានិមិត្តរូបលាងជំរះនៅអំពើបាបកម្មសពបែបយ៉ាងដែលមេត្តាបិតាបានធ្វើកូនចៅតែងលាងជំរះពេលដែលកូនចៅលើកមេត្តាបិតាដាក់លើបោះស្បុកមានន័យថាលើកដាក់ឋានសួគ៌យកទឹកទៅដាក់ស្រោចមានន័យថាឲ្យគាត់បានភាពត្រជាក់ត្រជុំដោះដោយទឹកសុគន្ធភារីសាប៊ូក្រអូបជាដើមមានន័យថាលាងជំរះអំពើបាបប៉ុន្តែនិមិត្តរូបទាំងនេះក្រោយពីលាងជំរះរួចមិនអាចជ្រះបាននោះទើបបានប្រគល់មេត្តាបិតាចូលមកដើម្បីសមាទានសិលថ្វាយខ្លួនជាពុទ្ធបរិស័ទហើយទទួលយកត្រៃសរណគមទៅតាមលំនាំកបិលមហាព្រហ្មកូនកបិលមហាព្រហ្មដែលក្រោយពីដង្ហែព្រះបិតាព្រះសីស័កហើយក៏ចូលទៅស្រង់ទឹករួចហើយក៏បានទទួលយកសិលដូចគ្នាដូច្នោះដែរទឹកនេះទៀតសោតជានិមិត្តរូបនៃសិលនៃកម្មបទដែលយើងហៅថាកម្មបទទាំងឡាយកាយកម្ម3វិច័យកម្ម4មនោកម្ម3ពេលព្រឹកសេរីសួស្តីនៅនឹងមុខកតិធម៌លោកថាមាត់របស់យើងឲ្យពូលដោយប្រយ័ត្នប្រយែងកាយកម្មមាន4វិច័យកម្មមាន4មុសាវាទាវេរមណីកុំឲ្យពូលពាក្យកុហកបិសនាវាចាយៈកុំឲ្យពូលពាក្យញុះញង់ចាក់ដោតសោកសៀតភរុសវាចាយៈកុំឲ្យពូលពាក្យបជុះប្រសោកតគោះបោះបោកសម្ភបលាបៈកុំឲ្យពូលពាក្យរួយរាយអត់ប្រយោជន៍នេះហើយគេហៅថាវិច័យទ្វាពូលដោយវិច័យកម្មតាមផ្លូវមាត់ភ្ញាក់ព្រលឹមឡើងកុំឲ្យពូលពាក្យអាក្រក់ឲ្យប្រយ័ត្នប្រយែងរស់នៅជាមួយមេត្តាបិតាមិត្តភក្តិម្រាក់ខ្លើជាដើមរីឯពេលថ្ងៃសេរីសួស្តីនៅនឹងដើមទ្រូងគឺសំដៅទៅលើមនោកម្មដើមទ្រូងគឺជាកន្លែងទីតាំងនៃបេះដូងគឺជាកន្លែងទីតាំងជាមជ្ឈមណ្ឌលនៃចិត្តអញ្ចឹងហើយចិត្តគឺនៅកន្លែងដើមទ្រូងជាទីតាំងដ៏ធំមួយដែលនៅក្នុងធម៌លោកធ្លាប់ពោលមកនោះឲ្យយើងប្រព្រឹត្តតែសុចរិតកុសលកម្មបទអព្យាបាទោមិនព្យាបាទអ្នកដតីអនភេជាមិនគិតរំពៃប៉ុនប៉ងទៅលើទ្រព្យអ្នកដតីសមាទិដ្ឋិឲ្យមានទិដ្ឋិយល់ដឹងត្រឹមត្រូវត្រង់ល្អរីឯពេលយប់សេរីសួស្តីដែលថានៅនឹងជើងនោះមនុស្សយកទឹកលាងជើងគឺកុំឲ្យដើរលេងពេលយប់ហួសពេលវេលាពោលគឺប្រព្រឹត្តអំពើកាយកម្មទាំង3បាណាការសម្លាប់សត្វអតនីការលួចយកទ្រព្យរបស់គេកាមេសុមិច្ឆាចារៈការប្រព្រឹត្តខុសទៅនឹងកូនប្រពន្ធអ្នកដតី
ការដើរលេងយប់ហួសពេលវេលារមែងមានទោសទាំង6យ៉ាងដូចជាការដើរជន់ដានជើងចោលជន់ពោះក្អែបជន់រូបជន់សត្វធាតុបៀតបៀនទៅបង្កចំនួនជាដើមឡើងទៅដូច្នេះហើយសេរីសួស្តីទាំង3មិនមែនកើតឡើងត្រឹមតែយកទឹកមកលាងនោះទេធម៌ទាំងឡាយកើតឡើងដោយអំពើដែលយើងបប្រតិបត្តិទាំងអស់គឺបប្រតិបត្តិកុសលកម្មបទទាំង3យ៉ាងនេះទៅកើតសេរីសួស្តីហើយកតិធម៌ទាំងនេះបានអប់រំដល់សង្គមខ្មែរយើងកាលណាយើងនាំគ្នាប្រតិបត្តិតាមអញ្ចឹងទៅក្នុងសង្គមខ្មែរយើងមានសេរីសួស្តីដល់ខ្លួនផងដល់ក្រុមគ្រួសារផងដល់មិត្តភ័ក្តិផងដល់ប្រជាជនទូទៅដល់ប្រទេសជាតិផងដល់មនុស្សទូទៅក្នុងលោកផងណាអង្គម្ចាស់សូមទ្រង់ជ្រាបជ្រាបកឡោសិអនុធិរៈណាមនាលអនុថែដ៏មានបញ្ញាដែលបានស្រាយនៅក្នុងកតិលោកនិងកតិធម៌ណាឲ្យញាតិញោមអាយុដំលោកជំទាវលោកអញ្ញាសប្បុរសស្រីប្រុសទាំងអស់ស្ដាប់បាននៅក្នុងសេចក្តីនេះអញ្ចឹងអ្វីដែលលោកអ្នកប្រាជ្ញលោកសម្ដែងទុកមកហ្នឹងគឺដើម្បីអប់រំយើងហ្នឹងក៏ថាហេតុអ្វីក៏មិនសម្ដែងឲ្យចំរឿងតែម្ដងអ្វីទាំងអស់គឺធ្វើម៉េចឲ្យមនុស្សចាប់អារម្មណ៍ធម្មតាឧបមាដូចនិពន្ធរឿងឬអក្សរសាស្ត្រអក្សរសិល្ប៍អីបង្កប់នៅអត្តន័យសេចក្តីហ្នឹងសិល្បៈណាឲ្យមនុស្សអ្នកអានអ្នកមើលហ្នឹងមានបញ្ញាព្រោះកាលណាត្រង់ពេកយកទៅគំនិតកតិហ្នឹងអញ្ចឹងគេធ្វើម៉េចឲ្យយើងអ្នកស្ដាប់អ្នកទស្សនាអ្នកអានគឺមានវិចារណញ្ញាណរិះពិចារណាវិភាគនៅក្នុងសេចក្តីកំណាព្យក្តីណាអ្វីក្តីគឺបង្កប់អត្តន័យយ៉ាងណាលោកអ្នកប្រាជ្ញណាមានសម្មាសម្ពុទ្ធបរមគ្រូនៃយើងជាដើមសូមសំណួរសួរទៅពពួកព្រាមសួរនឹងគ្រប់រឿងរ៉ាវទាំងអស់ហ្នឹងគឺសុទ្ធប្រស្នាទាំងអស់ហ្នឹងអញ្ចឹងព្រះអនុថែបានរៀបរាប់នៅក្នុងរឿងរ៉ាវដែលតាក់ទងនឹងរឿងសេចក្តី3ប្រការណាដែលតាក់ទងនឹងរឿងកបិលមហាព្រំញាតិញោមស្រីប្រុសទាំងមើលព្រោះព្រះអង្គព្រះដ៏មានពភាកព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេត្តាជាបតិវេងណាជាទេវតាខាងដើមជាពុព្វាចារ្យជាអាចារ្យខាងដើមជាព្រះព្រំហ្នឹងអញ្ចឹងទៅរកព្រះព្រំឯណាអញ្ចឹងព្រះព្រំដែលលោកណាបានប្រព្រឹត្តប្រតិបត្តិនៅឈានដើម្បីបានសម្រេចមគ្គផលទៅជាព្រំនោះគឺដោយសារការសន្សំបុណ្យតែប៉ុន្តែព្រះព្រំដែលជាក់ស្ដែងនោះគឺព្រះព្រំមេត្តាបិតាដែលប្រកបដោយ5វិហារធម៌ចំពោះបុត្រធីតាផ្ទាល់តែម្ដងជាអាហុណយបុគ្គលដែលកូនប្រុសស្រីនឹងគប្បីជូនបាយទឹកចំណីក្រាបសំពះសន្សំនៅបុណ្យកុសលនិងគោរពដល់លោកជានិច្ចកាលអញ្ចឹងបានជាលោកទ្រង់សម្ដែងនៅក្នុងរឿងកបិលមហាព្រំនឹងថាបើជាបុត្រីណានាំយកព្រះសេតាគឺប្រកេះកបិលមហាព្រំជាព្រះបិតានឹងទៅដាក់ក្នុងអាកាសបានថាធ្វើឲ្យរាំងភ្លៀងអីជាដើមនិងបាសនាជាដាក់បោះក្នុងទឹកមហាសមុទ្រអីអញ្ចឹងទៅធ្វើទឹកសមុទ្រនឹងរីងខាស់បោះទៅលើផែនដីលោកធាតុទាំងមូលនោះឆេះណាអញ្ចឹងបានសេចក្តីថាកូនប្រុសស្រីនឹងកាលណាបបោះបង់នៅសេចក្តីគោរពចំពោះព្រះព្រំគឺមេត្តាបិតាជាដើមនឹងហើយទោះបីជាធ្វើអ្វីក៏មិនបានរីក